ចាសសួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel របស់នាងខ្ញុំចាថ្ងៃនេះនាងខ្ញុំចង់និយាយអំពីអ្វីដែលខ្ញុំបានជួបប្រទះបានឆ្លងកាត់នោះគឺភាពលំបាកចាអញ្ចឹងមិនថាអ្នកកំពុងតែបង្កើតអាជីវកម្មឬក៏អ្នកកំពុងតែរត់ទិញតាមក្តីសម័យរបស់អ្នកនោះទេព្រោះខ្ញុំដឹងថាវាអត់ងាយស្រួលទេអញ្ចឹងនៅពេលដែលអ្នកមានអារម្មណ៍ជាប់គាំងមានអារម្មណ៍ថាអ្នកបាក់ទឹកចិត្តឬក៏សូម្បីតែពេលខ្លះអ្នកចង់បោះបង់ចោលអញ្ចឹងអ្នកអាចមើលវីដេអូនេះបានចាព្រោះដោយសារតាខ្ញុំបានឆ្លងកាត់ហើយបានទទួលនៅបទពិសោធន៍ជាច្រើននៅក្នុងជីវិតរបស់នាងខ្ញុំអញ្ចឹងខ្ញុំគ្រាន់តែចង់ចែករំលែកទៅបងប្អូនទាំងអស់គ្នានៅពេលដែលយើងជួបឧបសគ្គឬក៏យើងជាប់គាំងអីមួយយើងកុំបោះបង់ឲ្យសោះយើងត្រូវធ្វើនៅចំណុចទាំង5នេះសិនមុននឹងបងទាំងអស់គ្នាបោះបង់ចោលចាអញ្ចឹងគឺខ្ញុំចង់ឲ្យបងប្អូនទាំងអស់គ្នាអ្នកខ្លះដែលអត់បាន Subscribe សូមជួយ Subscribe ជួយ Like ហើយនឹង Comment នៅក្នុងវីដេអូមួយនេះផងដើម្បីនឹងខ្ញុំមានទឹកចិត្តនៅក្នុងការធ្វើបន្តទៀតចាអញ្ចឹងនៅពេលដែលយើងចង់បោះបង់យើងជួបការលំបាកយើងពឹងផ្អែកទៅលើរឿងមួយដែលខ្ញុំបានឈរជើងនៅថ្ងៃនេះហើយខ្ញុំបានឈ្មោះទៅមុខហើយខ្ញុំចង់ចែករំលែកជាមួយបងប្អូនទាំងអស់គ្នាចាអញ្ចឹងទី1គឺបងប្អូនទាំងអស់គ្នាសូមផ្អាកសិនប៉ុន្តែមិនមែនឈប់ជាអចិន្ត្រៃយ៍ទេណាគឺបងប្អូនគ្រាន់តែ pause សិនហើយបន្ទាប់មកយើង breathe យើងដកដង្ហើមវិញយើងសម្រាកខ្លួនយើងហើយយើងគិតឡើងវិញថាយើងបានធ្វើអ្វីកន្លងមកយើងគិតពីអ្វីដែលយើងបានធ្វើទី2ចាយើងសួរខ្លួនឯងថាតើបទពិសោធន៍នេះបានបង្រៀនអ្វីខ្លះដល់យើងតើយើងបានជួបប្រទះនៅបញ្ហាហ្នឹងគឺវាបានបង្រៀននៅមេរៀនអីជាច្រើនដល់យើងព្រោះដោយសារតែក្នុងគ្រោះតែងតែមានលៀបវាប្រកបនៅក្នុងនឹងជានិច្ចចាអញ្ចឹងទី3គឺសរសេរវាចេញមកឲ្យអស់ហើយយើងសរសេរហើយដោយភាពស្ងប់ស្ងាត់របស់យើងហើយយើងមើលកាន់តែច្បាស់គេហៅថាយើងពេលដែលយើងសម្លឹងមើលដកខ្លួនយើងចេញហើយសម្លឹងមើលគឺយើងនឹងឃើញវាកាន់តែច្បាស់ថាកំពុងតែមានរឿងអីកើតឡើងទី4គឺយើងផ្សារភ្ជាប់ជាមួយនឹងវាយរបស់យើងព្រោះវាយនៅពេលដែលយើងសួរខ្លួនឯងថាកំពុងតែជួបនៅបញ្ហាយើងសួរថាហេតុអ្វីបានជាយើងចាប់ផ្ដើមតើអ្នកណាជាកម្លាំងជំរុញនៅទឹកចិត្តរបស់យើងដែលក្នុងការចាប់ផ្ដើមធ្វើហ្នឹងអញ្ចឹងនៅពេលដែលយើងមាននៅវាយច្បាស់ហើយគឺយើងនឹងដឹងថាយើងកំពុងតែធ្វើអ្វីចំណុចទី5គឺខ្ញុំចង់ឲ្យបងប្អូនទាំងអស់គ្នា take one more small step ចាគឺធ្វើតែចំណុចទូចមួយតែទោះបីជាយើងមិនអាចធ្វើអ្វីគ្រប់យ៉ាងនៅក្នុងថ្ងៃនេះក៏ដោយប៉ុន្តែខ្ញុំអាចធ្វើអ្វីមួយបានអញ្ចឹងមានន័យថាយើង progress ទៅមុខយើងកុំ expect កុំរំពឹងទៅលើអ្វីដែល perfection កុំរំពឹងអ្វីដែលល្អឥតខ្ចោះប៉ុន្តែយើងចាប់ផ្ដើមធ្វើ small step ទៅសិនពេលដែលយើងឈានមកចំហៀនគេហៅថាដំណើរវែងឆ្ងាយរាប់ម៉ឺនយោជគឺវាចាប់ផ្ដើមពីការចាប់ផ្ដើមនៅ step ដំបូងអញ្ចឹងគឺបំពេញដំណើរទៅមុខជានិច្ចចាអញ្ចឹងបងដែលគាត់ស្វែងយល់ថាវីដេអូនេះគឺមានប្រយោជន៍សម្រាប់បងអាច Subscribe នៅក្នុង Channel YouTube របស់នាងខ្ញុំបានហើយជួយ Comment ជួយ Like ដើម្បីខ្ញុំមានវីដេអូបន្តទៀតបងជាពិសេសអ្នកដែលគាត់កំពុងតែជួបប្រទះនៅបញ្ហាលំបាកឬក៏អ្នកដែលគាត់ជួបនៅការអស់សង្ឃឹមនៅក្នុងជីវិតអញ្ចឹងបងទាំងអស់គ្នាត្រូវក្រោកឡើងហើយប្រាប់ខ្លួនឯងថាខ្ញុំអាចធ្វើបានអរគុណច្រើន